លោកម្ចាស់ចិត្តដល់1 ម៉ោងតែឲ្យលោកម្ចាស់មើលទៅអ្នកភូមិទាំងអស់នេះគឺពិតជារឹងរូសខ្លាំងណាស់បងខំអាឈិញហៅនោះវាចេញមុខខ្ញុំមានគំនិតថាសម្រាប់ម្នាក់ពី3នាក់ដើម្បីឲ្យពួកវាចេញមុខពួកអាលងងខ្លៅឯងនេះពិតជាមិនដឹងគុណយើងមែនក្នុងពេលដែលពួកឯងចង់សាឡបងជាមួយនឹងអំណាចរបស់យើងនឹងសម្លាប់មនុស្សពី3នាក់បន្ថែមទៀតយើងចង់ដឹងថាអាម្នាក់ឈិញហៅនោះវាខ្លាំងប៉ុណ្ណាទៅឆប់ភ្លាមម៉ាម៉ាបងប្អូនទាំងអស់គ្នាចូលមកណាកម្រិញគ្នាអូចាំមិនហើយបងថ្លៃបងទៅសម្រាប់បន្តិចទៅមិនអីទេបងអាចធ្វើបានតើបងថ្លៃឈិញជួហើយនឹងតុងមីគេនៅក្មេងណាដូច្នេះចរិតរបស់គេរៀងរពើបន្តិចជួនកាលនិយាយស្ដីមិនសូវដឹងខុសត្រូវទេសូមបងក៏ប្រកាន់ណាមិនអីទេបងគិតថាប៉ុណ្្នឹងគឺល្អមួយយ៉ាងហើយបងចូលចិត្តបរិយាកាសបែបនេះគឺល្អហើយគ្រួសារយើងជួបជុំគ្នាបែបនេះគឺពិតជាល្អខ្លាំងណាស់បងគិតថានៅថ្ងៃមុខពួកយើងមានរឿងអីនិយាយគ្នាត្រង់តែម្ដងទៅពួកយើងដឹងហើយថាបងថ្លៃគឺជាសុភាពបរិសុទ្ធពិតប្រាកដបែបនឹងទើបល្អបងស្រីទី2បងមើលចាន់ណោះបងទី4និងបងទី5មើលទៅក៏ដូចជាសប្បាយចិត្តប្លែកណាស់ថ្ងៃនេះប្រហែលជាពួកគេគិតថាមានមនុស្សម្នាក់ជាទីពឹងហើយមើលទៅនោះលោកម្ចាស់វិវោឲ្យលោកម្ចាស់មានកងទ័ពមកក្រុមមកពីក្រៅក្រុងហើយដឹកនាំដោយលោកចៅខេតវាំងពួកគេបានបាត់ក្រុងអស់ហើយថែមទាំងដាក់ផ្ទះដែកមួយនៅក្រៅក្រុងលើថាពួកគេមកចែកបបរណាលោកម្ចាស់ចែកបបរមែនទេមើលចាស់មិនមែនជារឿងល្អទេរឿងនេះប្រកាសជាមិនធម្មតាទេកាលពីមុនចៅបាហូគេនិយាយថាក្នុងមួយថ្ងៃរបស់គេគឺជាចៅខេតវាំងក្នុងសម័យច្បុកច្បល់បែបនេះចៅខេតវាំងខົບខិតជាមួយចៅភ្នំខ្យល់ខ្មៅគេសាងអំពើពុករលួយណាស់តើមានពេលណាមកធ្វើជាចិត្តល្អជួយសង្គ្រោះប្រជាជនបែបនេះដូចជាមិនយល់ទេបងស្រីឈិនឡាំងគាត់និយាយត្រូវលោកចៅខេតវាំងម្នាក់នោះមិនមែនជាមនុស្សល្អទេណាគេនិយាយថាបើសិនជាចង់ហូបបបរគឺត្រូវទៅស្ម័គ្រចិត្តចូលរួមជាមួយគេហើយនិយាយទៀតថាគឺត្រូវទៅចាប់បងថ្លៃទៅឲ្យគេចិត្តដាច់ខាតគេនិយាយថាបងថ្លៃចេះមុនអាគមហើយជាបិសាចចង្រៃទៀតគេថាបងថ្លៃជាមនុស្សក្បត់ជាតិអ្នកភូមិទាំងអស់គ្នាដែលធ្លាប់ទៅចូលរួមជាមួយបងថ្លៃត្រូវពួកវាដេញចេញពីស្រុកគួរអាណិតណាពួកវាសាហាវប្រៃផ្សៃណាប្រជាជនខ្លះមិនធ្វើតាមពួកវាត្រូវពួកវាស្លាប់អស់ហើយនេះអ្នកឯងនិយាយស្អីគេបងថ្លៃធ្វើយ៉ាងម៉េចទៅចៅខេតវាំងច្បាស់ចម្រាប់បងថ្លៃអាចៅវៃហ៊ុននោះវាធ្លាប់បញ្ជាក់ច្បាស់ណាស់ថាចៅខេតវាំងជាក្នុងបង្អែករបស់វាហើយបងជាអ្នកសម្រាប់ចៅភ្នំវាច្បាស់ចម្រាប់បងឬមួយក៏ពេលនេះតាន់ពេលពួកវាមិនតាន់មកដល់ទីនេះពួកយើងឆាប់រត់ទៅតល្អទេបើយើងរត់បាត់ពួកមន្ត្រីអាក្រក់ទាំងនោះគឺមិនលើកលែងជនភៀសខ្លួនឡើយពួកយើងមិនអាចទៅណាបានឡើយតែត្រូវធ្វើយ៉ាងម៉េចតែឡើយនេះមិនអីទេតបមកយកមេតបទុបទឹកមកយកដីទុបមកដល់ក៏ល្អដែរខ្ញុំក៏ចង់ទូទាត់ជំរះបញ្ជីជាមួយនឹងពួកអាមន្ត្រីចង្រៃនេះដែរលីហុងទៅហៅបងប្អូនដែលយើងទុកចិត្តបានមកទីនេះមកកាន់អាវុធឲ្យជាប់កុំឲ្យពួកវាបៀតបៀនលោកម្ចាស់យើងជាមន្ត្រីកំពុងតែមានចិត្តអាណិតអាសូរដល់ពួកឯងដែលកំពុងតែដាច់បាយទើបចែកបបរជួយដល់ប្រជារាស្ត្រតែពួកឯងត្រូវដឹងគុណស្ដេចបង្ហាញពីភាពស្មោះត្រង់លូតជង្គង់ដោយស្ម័គ្រចិត្តហើយចាប់ខ្លួនអាបីសាច់ឈីងហៅនោះប្រគល់មកឲ្យមកយើងហើយហូបបបរទាំងអស់នេះបាទអ្នកណាដែលរឹងរូសលទ្ធផលអេតេដោយអាមួយនេះចឹងហើយជាអំពើដ៏ខូខើមែនទេហើយនោះលោកម្ចាស់ចិត្តដល់1 ម៉ោងតែឲ្យលោកម្ចាស់មើលទៅអ្នកភូមិទាំងអស់នេះគឺពិតជារឹងរូសខ្លាំងណាស់បងខំអាឈិញហៅនោះវាចេញមុខខ្ញុំមានគំនិតថាសម្លាប់ម្នាក់ពី3នាក់ដើម្បីឲ្យពួកវាចេញមុខពួកអាលងងខ្លៅឯងនេះពិតជាមិនដឹងគុណយើងមែនក្នុងពេលដែលពួកឯងចង់សាឡបងជាមួយនឹងអំណាចរបស់យើងនឹងសម្លាប់មនុស្សពី3នាក់បន្ថែមទៀតយើងចង់ដឹងថាអាម្នាក់ឈិញហៅនោះវាខ្លាំងប៉ុណ្ណាទៅឆប់ភ្លាមលោកចៅខេតវាំងលោកពិតជាមានអំណាចធំធេងមែនទេលោកចង់យកបបរ
សូម្បីតែជ្រូកក៏មិនចង់ស៊ីផងនោះចុះមកដូរភាពថ្លៃថ្នូរឲ្យប្រជារាស្ត្រវ័យឆឹងលុតជង្គង់ផងមែនទេឯងគឺជា idol អ្នកគ្រប់គ្នាដែលតែងតែហៅថាឈិញហាននោះមែនទេហ៎ទីបំផុតអាផ្លោកជាប់ឯងចេញមុខហើយមនុស្សដែលលោកចង់រកគឺជាខ្ញុំប្រជារាស្ត្រទាំងអស់នេះមិនពាក់ព័ន្ធទេឆាប់ដោះលែងទៅអាឈឹមឯងពិតជាក្លាហានណាស់ដែលហ៊ាននិយាយបែបនេះចំពោះយើងឮថាចៅហើយហួរនោះក៏ស្លាប់ដោយសារតែឯងដែរត្រូវដែរទេមិនខុសទេគឺខ្ញុំជាអ្នកសម្លាប់វាពួកលោកជាមន្ត្រីខុបខិតជាមួយពួកចៅក៏មិនអាចមានជីវិតដែរលោកមកទីនេះគឺដើម្បីមកចង់សងសឹកឲ្យពួកវាមែនទេអាឈឹមឯងកុំនិយាយផ្ដេសផ្ដាស់ចំពោះយើងនៅទីនេះឲ្យសោះតាមពិតឯងនោះគឺជាពួកបាក់ចាងហើយហួរនោះហើយក្រោយពេលដែលពួកឯងសម្លាប់វាចោលបន្ទាយខ្យល់ខ្មៅឯងក៏កំទេចចោលតាមនឹងដែរហើយក៏យកទ្រព្យសម្បត្តិទាំងអស់ដើម្បីប្លន់ធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួនឯងយើងមកទីនេះបញ្ជាតាមថ្នាក់លើទេហើយមកក៏ដើម្បីចែកបបរដល់ប្រជារាស្ត្រផងដែរព្រមទាំងចាប់ខ្លួនអាជនក្បត់ដូចជាឯងបើឯងឆ្លាតឆាប់ប្រគល់ទ្រព្យសម្បត្តិនោះឲ្យមកយើងភ្លាមមកយើងនឹងអាចពិចារណាទុកសាកសពឯងពេញលក្ខណៈបានបើឆ្លាតឆាប់ប្រគល់ទ្រព្យសម្បត្តិនោះមកភ្លាមមកអូបែបហ្នឹងទេអាឈឹមឯងចង់មានចំនួនជាមួយនឹងយើងមែនទេហ៎ឯងចង់មើងងាយមន្ត្រីរាជការចិត្តស្លាប់ទៅហើយនៅនិយាយមិនដឹងខុសត្រូវទៀតឯងចង់មានទោសមនុស្សដែលត្រូវទទួលទោសគឺជាឯងទៅវិញទេឯងមិនដាល់ឲ្យពួកអាចោចចង្រៃនោះលួចឆក់ប្លន់ជារៀបមន្ត្រីដូចជាឯងខົບខិតជាមួយចៅឥឡូវនេះបែរជាទម្លាក់កំហុសមកលើយើងផងហ៎បងប្អូនទាំងអស់គ្នាមើលបបរដែលវាចែកចុះហើយមើលសាច់ញាតិរបស់បងប្អូនដែលកំពុងតែដាច់ពោះស្លាប់នេះពួកវាចម្រិតយកឈាមពីបងប្អូនថែមទាំងបង្ខំបងប្អូនឲ្យធ្វើជាឆ្កែបម្រើពួកវាទៀតសម្ដីរបស់មន្ត្រីឆ្កែបែបនេះតើបងប្អូនជឿជាក់ដែរទេត្រាស់ហើយ3ឆ្នាំមកនេះមន្ត្រីរាជការមិនដែលអាចពើយើងទេពួកមន្ត្រីយងខ្នងជិះជាន់ប្រជារាស្ត្រមិនដែលខ្វាយខ្វល់ពីពួកយើងឡើយមានតែលោកម្ចាស់ឈីទេដែលមានចិត្តបន់ជួយដល់ពួកយើងបើគ្មានគាត់ចែកបបរនឹងនំប៉ាពួកយើងច្បាស់ជាស្លាប់បាត់ទៅហើយត្រូវហើយពួកយើងជឿជាក់ទៅលើលោកម្ចាស់ឈិនពួកយើងជឿលោកម្ចាស់ឈិនពួកយើងជឿលោកម្ចាស់ឈិនពួកឯងនេះពិតជាផ្ដេសផ្ដាស់មែនចាប់អាម្នាក់នេះសម្លាប់វាចោលតែម្ដងទៅនរណាហ៊ានជួយវាក៏សម្លាប់ចោលទាំងអស់តែម្ដងទៅបងថ្លៃពួកយើងគួរធ្វើយ៉ាងម៉េចទៅពេលនេះឈប់សិនសម្លាប់គាត់មិនបានទេបងប្អូនទាំងអស់គ្នាគាត់បំណាច់លោកម្ចាស់ឆាន់ចំពោះយើងមានដូចជាភ្នំមុននេះបើគ្មានគាត់ជួយពួកយើងទេនោះម្លេះពួកយើងទាំងអស់គ្នាប្រហែលជាស្លាប់បាត់ទៅហើយមិនអញ្ចឹងទេចៅវាយខេត្តសម្បៃនេះគ្មានគាត់ដន្ថត់ទេពួកយើងក៏បដៅឲ្យគេចាប់លោកម្ចាស់ឆាន់តែអសោះត្រូវហើយចៅវាយខេត្តបច្ចុប្បន្នសពថ្ងៃនេះពិតជាពុករលួយរញ៉ៃញ៉ៃខ្លាំងណាស់មិនព្រមឲ្យធ្វើបាបលោកម្ចាស់ឆាន់ទេមិនព្រមឲ្យធ្វើបាបលោកម្ចាស់ឆាន់ទេមិនព្រមឲ្យធ្វើបាបលោកម្ចាស់ឆាន់ទេពួកអាជនពីលពួកអាថោកទៀបល្អបើពួកឯងចង់បោះបោទៅហើយនោះអញ្ចឹងយើងក៏ពេញបំណងឲ្យពួកឯងស្លាប់ឯទាំងអស់គ្នាទៅមិនអាចទេប្រព័ន្ធតើមានរបស់អីដែលអាចការពារពួកគេបានទេណែនាំឲ្យយើងការពារខ្លួនកម្រិតបឋមជាក្រុមក្របតែ10លេខជនភៀសខ្លួនទាំងអស់នៅទីនេះអាចគ្រប់គ្រងលើអាវុធធម្មតាមានប្រសិទ្ធភាពបំផុតបន្ទុកផ្ញើផ្អើ1000បន្ទុកឆាប់បដូរភ្លាមមកបដូរយន្តការពារបានសម្រាប់មានប្រសិទ្ធភាព1ម៉ោងណែស្អីគេនឹងចម្លែកម៉េណែអាមិននេះមិនអាចទៅមិនអាចសម្លាប់គេបានទេឲ្យនិយាយថាមិនទៅហ៎ទេវតាបង្ហាញរដ្ឋហើយទេវតាបង្ហាញរដ្ឋមែនហើយបារមីជឿការពារហើយនេះអើយអរគុណទេវតាហើយពួកអត់បានខើវាភុតផោបោកប្រាស់ភ្នែករបស់ឯងទេគ្រាន់តែម្នាក់ឯងក៏សម្លាប់មិនបានអីឆាប់សម្លាប់វាទៅណែពួកឯងប្រើអស់ក្បាច់ហើយមែនទេហ៎អញ្ចឹងដល់ពេលជើងម្ដងហើយអាតាជួយយើងពួកអាចចង្រៃអាចចង់សាច់ជាមួយជើងមែនទេច្បាស់ជាវាប្រើមន្តអាគមហើយគឺប្រកាសជាមន្តអាគមមិនខានទេមន្តអាគមនេះគឺជាច្បាប់ធម្មជាតិ
សម្លាប់ចោលពួកអាមន្ត្រីឆ្កែដូចជាពួកឯងអញ្ចឹងណែឯងមិនអាចសម្លាប់យើងបានទេយើងគឺជាមន្ត្រីរាជការណោះយើងជាមន្ត្រីដែលតែងតាំងដោយមន្ត្រីរាជការបើឯងសម្លាប់យើងនោះកងទ័ពរាជការនឹងមកសម្លាប់ឯងចោលទីនេះភ្លាមបើឯងសម្លាប់យើងឯងនឹងត្រូវទោសក្បត់ជាតិបំពេញថាជាមនុស្សជនក្បត់ឯងចង់មានទោសក្បត់ជាតិមែនទេហ៎បងថ្លៃចៅហ្វាយខេតវ៉ាងមិនដូចជាចាំងហៃហ៊ូទីគាត់ជាមន្ត្រីរាជការប៉ັດប្រកាសបងកំឆៅឆាអសោះលោកចៅហ្វាយខេតវាងលោកចង់ចែកបបរណាមែនទេបានអញ្ចឹងពួកយើងភ្នាល់គ្នាទៅតើលោកហ៊ានភ្នាល់ជាមួយនឹងខ្ញុំដែរទេ